យើងចុងក្រោយឯ unboxing អីវ៉ាន់មកពីចិនទាំងអស់គ្នាវីដេអូលើកនេះដឹងកាត់អីទេតែនិយាយបដាថតបដាប៉ុន្តែអត់លឺសលេងឯម៉ាក់ម៉ាក់អើយម៉ាក់ម៉ាក់ខ្ញុំអត់ដឹងថាអីវ៉ាន់នៅខ្មែរតម្លៃប៉ុន្មានទេអាកធុនងុយទឹក baby នេះហើយអត់ដឹងថាទិញពីចិនមកថ្លៃឬថោកគេតម្លៃនោះដូចជា7រៀល3បានទាំងអាកធុនងុយទឹកហ្នឹងហើយនៅអាស្រាប់ baby គេងហ៎ជ័រគេដូចជ័រស៊ីលីកូចឹងហើយឡើងតុនហ្មងណាហើយយើងអាចកាច់ទុកបានវិញទៀតនិយាយទៅងាយស្រួលប្រើហ្មងមើលទៅឡើងទំនងហ្មងណាតែបើថាអីវ៉ាន់នៅខ្មែរតម្លៃម៉ាញ់ខ្ញុំអត់ដឹងឯងព្រោះខ្ញុំទិញពីចិនមកប្រហែលបើសិនជាតម្លៃប្រហែលគ្នាម៉ាក់ទិញនៅខ្មែរក៏ល្អដែរនេះវិញម៉ាស៊ីន UV ខ្ញុំទិញអាខ្នាតកណ្ដាលគេមានអាខ្នាតតូចជាងហ្នឹងហើយអាកន្លែងផ្កាត់ដបហ្នឹងជ័រតម្លៃធូរថ្លៃជាងនេះហេប៉ុន្តែខ្ញុំខាននេះវារៀងធំជាងអានោះតិចទៅខ្ញុំក៏យកអានេះវិញព្រោះឃើញអានេះវាដៃក្រអញ្ចឹងទៅឃើញទំនងហើយស្អាតក៏រើសយកអានេះវិញមិនប៉ុន្តែខ្ញុំមានអារម្មណ៍ថាអីវ៉ាន់ចិនឥឡូវវារៀងឡើងថ្លៃជាងមុនតែអញ្ចឹងថ្លឹងគីឡូនេះអញ្ចឹងលុកមុនដូចអត់ដល់$2ត្រូវប៉ុន្តែឥឡូវវាតម្លៃ$2គ្រាន់តែគេ free ដឹកដូចគ្នាអានេះមួយអានេះវាងណូណាខ្ជុះខ្លាំងមែនតែនចាំមើលពេលខ្ញុំដាក់ឲ្យខ្ញុំដាក់ឲ្យអូហានេះមួយទៀតតម្លៃវាតែ$4នេះស្រាប់ហាកអា baby ខ្ញុំទិញរៀងយូរប៉ុន្តែតំបានតឡើងវាដែរអញ្ចឹងណា